ngày nay cứ khó bị lầm tay mà đón á bông bông nó khi này đâm bay riệp trong thu bà em nhìm của ấy bà em nâng cứ thua hình du đài chẳng ngân ní nam môi video đi ha chỉ tập pho tao bông bông của khan pho nâng á du đài ai còn ơi bông bông mua chùm nuôi nâng từ từng rong chăm xoay rồi nhôm ấy chẳng ngân á ồ vậy tớ cứ tha xoay rong tăngពី Facebook YouTube ហើយនឹង TikTok ហ្មងណាថាបាត់មុខចាយទៅណាយូរម៉ែបងប្អូនឥឡូវត្រឡប់មកវិញនេះបងប្អូនអរគ្នាហើយថ្ងៃនេះគឺខ្ញុំធ្វើជាមួយនឹងប៉ាអែមខ្ទិះហើយនិយាយទៅគឺឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូនអរគ្នាប៉ាអែមខ្ទិះនេះដែរគឺខ្ញុំធ្វើពីរសជាតិខ្នោហើយនឹងរសជាតិពោតនឹងឯងហើយរបៀបក្នុងការធ្វើប៉ាអែមខ្ទិះនេះគឺងាយស្រួលក្នុងការធ្វើខ្លាំងមែនតើហ្មងបងប្អូនអរគ្នាអត់ចាំបាច់មានគ្រឿងផ្សំច្រើនទេមានតែខ្ទិះដូងដល់កូរខាប់ម្សៅពោតមកបន្តិចមកហើយនឹងរសជាតិដែលយើងចង់ធ្វើបងប្អូនអរគ្នាសម្រាប់ពោតនេះគឺខ្ញុំយកតែរសជាតិទេកាកគឺទុកដល់ឡៃចឹងណាបងប្អូនហើយធ្វើការកូរវារហូតមកទោះតែវាឡើងឈ្ងុយហើយគឺរួយណាបងប្អូនហើយទុករៀងត្រជាក់បន្តិចមកដើម្បីយើងចាក់ដាក់ចានចូលកុំឲ្យវាលួយចានអញ្ចឹងណាបងប្អូនឥឡូវនេះគឺរួយហើយយកតែឲ្យអ្នកបងហូបសិនអូនិយាយទៅគឺថាកូរច្រើនខ្លាំងមែនតើហ្មងណាបងប្អូនដោយសារអ្នកបងបើអាជីវកម្មចិញ្ចឹមគោបងប្អូនបងបាទណែអីដល់នំពោតខ្ទិះទៀតចាអូតែធ្វើការហត់មានរបស់បើជាតិហ្មងចេញនៅសភាអានឹងមាន2រសជាតិ2រសជាតិហ្នឹងហើយចានេះរសជាតិដើមរសជាតិពោតហើយនឹងរសជាតិខ្នោទៅមិនឈ្ងុយខ្នោចាច់ជ្រៅអត់ទេចុចវាចាញ់ចឹងហើយញ៉ាំអាហ្នឹងរបៀបញ៉ាំមែនទេចាញ់ចុចលួចអូយអាចគោជប់ដៃធ្លាក់ចូលហើយមិនពេលយើងញ៉ាំខាងលើរសជាតិផ្សេងពេលយើងចុចលីកូវាចូលគ្នាហើយញ៉ាំរសជាតិផ្សេងទៀតចាបើយើងដាក់ស្ករសក្នុងមាត់មកហើយចាំយើងហូបនឹងក្រោយទៅរសជាតិស្ករសពេលយើងញ៉ាំខាងលើរសជាតិផ្សេងពេលយើងចុចដូចអូនមិញរសជាតិផ្សេងពេលយើងកូរវាចូលគ្នារសជាតិផ្សេងទៀតពេលយើងកូរចូលគ្នាទៅកាន់តែបង្កើតរសជាតិដាក់មកគេមានកម្លាំងពីយកមកគេមិនទេមកហ្នឹងមើលញ៉ាំមើលមាត់ទៅថ្ងៃក្តៅអីគេញើហ្មងកូច្រើនមែនបងអើចាំចំគោនោះនៅនោះទៀតនោះច្រើនមែននោះពីក្បាលទៀតនោះបងប្អូនណាមានតម្រូវការចង់បានគោដឹកមេល្អផែនមកណែមកនេះអូនក្បាលណែណាកូនទៅដល់ណែហើយដល់លេងអស់ហើយដល់លេងយ៉ាឆ្ងាញ់សុំកែវទៀតមកសុំកែវទៀតហើយមែនតើណាមិនភាគរយ100លើ10ចាងមែនឆ្ងាញ់ដល់ចាននេះឆ្ងាញ់ជាងនំលើកមុនទៀតទៅមកវាហោទេយកចានទេមកអូខេចាំប្រពន្ធទៅដួសយកឲ្យយូរពេកឥឡូវនេះគឺមកដួសខ្លួនឯងតែម្ដងនេះហើយនេះមិនដួសបន្តិចទេណាបងប្អូនដោយសារគេត្រូវមាត់គេចង់គេដួសយកហ្មងដួសច្រើនចឹងទៅឆាប់អស់កុំឲ្យទុកដល់ស្អែកអីបងប្អូនតែទុកដល់ស្អែកហ្នឹងគឺប្អូហ្មងគឺយើងប្រើជាមួយនឹងខ្ទិះដូងបងប្អូនអរគ្នាបែបធម្មជាតិសុទ្ធហ្មងណា